ស្គាល់ប្រុសស្វាទេបងប្អូនតែខ្ញុំមិនដឹងថាខាងស្រុកបងប្អូនហៅថាមិនចឹងណាប្រុសស្វាបងប្អូនថ្ងៃនេះខ្ញុំធ្វើញោមប្រុសស្វាហើយយើងញ៉ាំប្រុសស្វានៅក្នុងខែនេះឆ្ងាញ់ណាបងប្អូនចាហើយនេះដបូងខ្ញុំដាក់ស្ងោរសាច់ជ្រូកសិនប៉ុន្តែខ្ញុំរៀបរាប់ពីប្រុសស្វាឲ្យបងប្អូនបើបងប្អូនទៅខេត្តពោធិ៍សាត់ទៅហូបនៅហាងណាក៏ដោយបងប្អូនកុំភ្លេចសួររកញោមប្រុសស្វានៅក្នុងខែធ្លាក់ភ្លៀងអញ្ចឹងណាខ្ញុំអត់និយាយរឿងខែ1ដល់ខែ5ខែ6អីទេព្រោះខែហ្នឹងវាប្រុសស្វាអត់ទាន់មានតែចូលធ្លាក់ភ្លៀងខែ6ខែ7ខែ8ដល់ខែ9ខែ10ហ្នឹងគឺប្រុសស្វាមានហើយប៉ុន្តែគាត់ថាអ្នកនៅពេញដូចខ្ញុំនេះមិនសូវជាសបោហូហៀប្រុសស្វានឹងហូពេហើយបើមានក៏វារៀងថ្លៃដែរហើយខ្ញុំទិញនេះមកខំ1000អញ្ចឹងវារៀងថ្លៃគួរសមប៉ុន្តែខ្ញុំគិតថាវាមិនថ្លៃទេពីព្រោះអីងាយណាស់មានទេប្រុសស្វានឹងហើយក៏វាពិបាកហូរដែរហើយច្រើនណាស់មួយខាំហើយខ្ញុំទិញតែ2ខាំទេខ្ញុំញោមឡើងមួយឆ្នាំងបឹបហ្មងបងប្អូនចាហើយនេះគ្រឿងផ្សំរបស់ខ្ញុំមានតាំងពីត្រីឆ្អើហើយត្រីឆ្អើមាន2 version ទៀតមាន2ប្រភេទទៀតដោយសារត្រីឆ្អើត្រីដៃនោះខ្ញុំបកមួយទៅខ្ញុំទុក2ចាំញោមម៉ាសាទៀតហើយខ្ញុំចង់លាយជាមួយនឹងត្រីគេទៅត្រីបដូងបើនេះស្រួយឆ្ងាញ់ណាបងប្អូនចាហើយយើងមានសាច់ជ្រូកមានអីចឹងទៀតហើយហ្នឹងមហាកិត្តិយសណាអ្នកម្ដាយខ្ញុំគាត់ឃើញប្រុសស្វាគាត់ឃ្លានចង់ភាសាប្រុសស្វាដែរអញ្ចឹងគាត់ក៏ហាន់ឲ្យចាហើយប្រុសស្វាហ្នឹងយើងយកមកញោមតែយើងហាន់វាស្ដើងអញ្ចឹងបានយកញោមទៅចូលជាតិគ្នាហើយនេះបានសាច់ជ្រូកហ្នឹងយើងស្ងោររួចហើយមិញខ្ញុំដាក់លាយជាមួយនឹងអង្ក្រងដែរបងប្អូនហើយកូនខ្ញុំឃើញអង្ក្រងវាអត់ថាអង្ក្រងទេវាថាសមោចហ្នឹងមិនច្បាស់ទៀតថាហៅសមោចតាមពិតយើងហៅស្រមោចទេចាតែក្មេងៗហើយឃើញយើងហាន់សាច់ជ្រូកចឹងមកទាញបតុងយើងថាម៉ាក់អូនអ្នកកាន់ហើយម៉ាក់ចាំម៉ាក់អ្នកហាន់ចឹងណាគេអ្នកចុចសាច់ជ្រូកឲ្យចឹងលេងមួយយើងគ្រប់កន្លែងឲ្យទៅថាយើងធ្វើអីប្លែកចឹងទៅចាហើយងាយទេកូនក្មេងខ្លះវាមិនរវល់មួយយើងទេតែកូននេះអត់ទេមកអង្គុយលេងនិយាយរវល់មួយយើងឲ្យតែយើងមិនបើកទូឲ្យមើលដល់ទៅឲ្យយើងទៅណាទៅដែរចឹងចាឥឡូវខ្ញុំមកលាយគ្រឿងរបស់ខ្ញុំដាក់ស្ករនោះ2ស្ពាយកាហ្វេកន្លះហើយម្សៅស៊ុបនោះកន្លះស្ពាយកាហ្វេខ្ញុំអត់ដាក់អំបិលទេបងប្អូនដោយសារអង្ក្រងដែលខ្ញុំទិញមកហ្នឹងគឺគេជាបែបក្រងត្រាំអញ្ចឹងគេដាក់អំបិលរៀងប្រៃហើយចាអញ្ចឹងខ្ញុំលាយតែប៉ុណ្្នឹងជាមួយនឹងក្រូចឆ្មា2ផ្លែកន្លះហើយមានខ្ទឹមសខ្ទឹមក្រហមហើយបានម្ទេសអាចសាត់ចេះបងប្អូនអើយកប់មួយគេម៉ែខ្ញុំគាត់ថាគាត់ហូបមកសភាណាគាត់ត្រូវមានអីគាត់ត្រូវម្ទេសរហូតវាហិលអញ្ចឹងយើងដាក់ក្រងចូលមកលាយវាឲ្យចូលជាតិគ្នាពីពងក្រងហ្នឹងវាមានជាតិប្រៃស្រាប់យើងអត់ចាំបាច់ដាំបាល់ថែមទេហើយក្រងនេះខ្ញុំទិញបានកាលខ្ញុំទៅបន្ទាយមានជ័យខ្ញុំឃើញអ្នកនៅផ្សារបន្ទាយមានជ័យគាត់លក់ដល់ពេលទៅខ្ញុំទិញមកវាសាបទេដល់ពេលខ្ញុំមិនដឹងធ្វើម៉េចដើម្បីពេលដែលខ្ញុំទុកវាមកដល់ផ្ទះអញ្ចឹងអ្នកលក់ក៏គេដាក់ចូលក្នុងកណ្ដុងទឹកសុទ្ធគេដាក់អំបិលឲ្យ2ស្ភាចុះប្រៃមែនតើចាអញ្ចឹងអានេះប្រុសស្វាខ្ញុំចាត់រួចហើយគ្រឿងមិញខ្ញុំក៏លាយរួចហើយដែរអញ្ចឹងខ្ញុំដាក់ប្រុសស្វាមកខ្ញុំមានសណ្តែកបដោមកបន្តិចមកបងប្អូនចូលចិត្តដាក់ក៏បានមិនដាក់ក៏បានយើងអាចថែមបន្លែអីផ្សេងទៀតសណ្តែកបដោខ្ញុំបដោខ្លួនឯងបងប្អូនប៉ុន្តែចាំលើកក្រោយខ្ញុំបដោខ្ញុំធ្វើវិធីបដោឲ្យមើលហើយនេះជីក្រុមមុខបេះមុខទេអត់មានទិញពីណាមកទេបងប្អូនបន្លែធម្មជាតិសុទ្ធសាធថែមតែការ៉ុតនេះយើងទិញរបស់គេប៉ុន្តែយើងទិញយកការ៉ុតរបស់ខ្មែរយើងអ្នកដាំដែរណាបងប្អូនចឹងបានវាមានសុវត្ថិភាពអីក្នុងការហូបចុកអីវាមិនចុកល្មួលអីទេចាហើយត្រីឆ្អើយើងដាក់ចូលមកហើយមានសាច់ជ្រូកយើងស្ងោរហាន់មិញហ្នឹងក៏យើងដាក់ចូលគ្នាខ្ញុំក៏មានបកាតាមពិតបើបានលាយកពឹសតិចទៀតស្អាតឆ្ងាញ់ប៉ុន្តែរោនៅផ្សារអត់មានចាខែនេះដូចអត់តន់វាទឹកឡើងខ្ពស់ពេកវាពិបាករោពឹសរោអីចឹងណាចាហើយនេះយើងដាក់ចូលមកប៉ុន្តែ
กระโตได้ยมเลียนึงดูตุยปิ๊กยมก็จะโจชนังยมเลียมสาติยังเลียจะบอลคเนียเอาโจคเนียมาจังมั้งจ้ะจังlà bỏ dưới rủi ro lo ya bông bồn ngắn nhá na bông bồn được ngọc niên chơi bả xà nên cái hai nhom prosva cho mỗi nâng krong bông bồn khác có tha nhom prosva to ban đạn quang chắc mặt ngang tay này khác có đọt trôi trận quang này có thằng quang nâng khăn chạy chẳng cái nào bông bồn chơi bả xà được ngọc niên miêu lia bye bye bông bồn